ឥឡូវយើងបន្តទៅបន្តទៀតគឺ475 When do you usually arrive ម្លាំង the office មានពាក្យបាក់ទៀតអត់មែនទេឥឡូវបកប្រែបាត់មានតើអ្នកជាធម្មតាមកដល់ការិយាល័យនៅពេលណាហើយដើម្បីបំពេញចន្លោះហ្នឹងជំរឿទាំង4នេះគេឲ្យរបស់យើងគឺ A on B into C to ហើយនឹង D at យកនិយាយលឿនម៉េះ D B A D D B A មាន3បាទចម្លើយត្រឹមត្រូវគឺចម្លើយ D ពាក្យ at ហេតុផលភាសាវិធីកន្លែង at ហ្នឹងគេប្រើមួយអីហ្នឹងសំណង់របស់អីហ្នឹងហ៎អាហ្នឹងតម្រងរបស់ array តម្រងរបស់ array យើងប្រើ array មាន2អត់មាន array 2ទេ array យើងអាចប្រើជាមួយធ្នាក់បាន2ទី1គឺ add ហ្នឹងទី2គឺ in array add array in យើងប្រើ array add សម្រាប់កន្លែងទូចអាគារទូចដូចជា office ការិយាល័យ array at the office array at the bank array at school បាទយើងប្រើជាមួយ add យើងប្រើ in នៅពេលដែលយើងប្រើជាមួយនឹងទីក្រុងឬក៏ប្រទេស array in Phnom Penh array in Takeo array in Cambodia array in London array in England អីហ្នឹងបាទជាមួយតំបន់ធំកន្លែងធំដូចជាទីក្រុងឬក៏ប្រទេសយើងប្រើ in ឥឡូវបើយើង in គេឲ្យមកមានតែ add បាទ in មានតែ into អត់ប្រើ into ទេយើងប្រើតែ array add array in ហ្នឹងមកណាអត់មាន array into ទេអញ្ចឹងតាក់ទងជាមួយអាហ្នឹងយើងមិនបាច់បកស្រាយអាខុសទេយើងបកស្រាយត្រូវយើងមកទៅដោយសារតែយើងប្រើបានពីចម្រើសហ្នឹងហើយរវាងពីរនេះក៏ឲ្យមកតាមមួយហ្នឹងអត់មានអាមួយណាឲ្យរើសផងបាទអញ្ចឹងយកចម្លើយមកអីមិញបាទចម្លើយ DPA ទៅបាទពីព្រោះយើងគ្មាន array on គ្មាន array into គ្មាន array to ទេយើងមានតែ add in ហើយក្នុងនោះមានតែ add បាទអញ្ចឹងបាច់ចាណាច្រើនគឺ add ហ្នឹងហើយ add ហ្នឹងពេលយើងដាក់ចូលទៅបកប្រែមាន add អត់ add ប្រែដូចតែគ្នាហ្នឹងណាដាក់ចូលទៅប្រយោគរបស់យើងគឺ when do you usually arrive at the office បានន័យថាតើជាធម្មតាអ្នកមកដល់ការិយាល័យនៅពេលណា